បងប្អូនធ្លាប់តែឮថាទៅអាមេរិកគេស្នើសុំទឹកតកាប៉ុន្តែបងប្អូនមិនដឹងទេថាសម្រាប់អាមេរិកក៏មិនខុសពីប្រទេសផ្សេងៗទៀតដែរនោះទេគឺមានប្រភេទទឹកតកាច្រើនដូចនេះថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូននៅប្រភេទទឹកតកាមួយចំនួនដែលយើងបានបម្រើសេវាកម្មជូនអតិថិជនកន្លងមករួមមានទឹកតកា B1 B2 B1 Visa គឺជាប្រភេទទឹកតកាត្រូវបានប្រើប្រាស់សម្រាប់ការទស្សនកិច្ចដែលតាក់ទងទៅនឹងអាជីវកម្មប៉ុណ្ណោះដូចជាភាសាអង់គ្លេសហៅថា business trip ចំណែកឯ B2 Visa គឺជាប្រភេទទឹកតកាទូទៅនិងសម្បូរអ្នកស្នើសុំច្រើនជាងគេដោយសារតែ B2 Visa គឺត្រូវបានប្រើប្រាស់សម្រាប់ដំណើរកម្សាន្តទេសចរណ៍វិស្សមការការសួរសុខទុក្ខសាច់ញាតិឬមិត្តភ័ក្តិនិងការព្យាបាលសុខភាពជាដើម F Visa ឬនិយាយស្រួលយល់គឺ Student Visa ជាប្រភេទទឹកតកាសិស្សទូទៅសម្រាប់នៅមហាវិទ្យាល័យឬសាកលវិទ្យាល័យដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិកសាលាអនុវិទ្យាល័យឯកជនឬកម្មវិធីភាសាអង់គ្លេសដែលត្រូវបានអនុម័ត M Visa ឬនិយាយស្រួលយល់គឺ Vocational Training Visa ជាប្រភេទទឹកតកាសម្រាប់សិស្សដែលចូលរៀននៅសាលាវិជ្ជាជីវៈឬបច្ចេកទេសដែលត្រូវបានបណ្ដុះបណ្ដាលក្នុងរយៈពេលខ្លីណាមួយ J Visa ឬនិយាយស្រួលយល់គឺ Cultural Exchange Visa ជាប្រភេទទឹកតកាមិនមែនអន្តោប្រវេសន៍សម្រាប់បុគ្គលដែលអនុម័តឲ្យចូលរួមកម្មវិធីទស្សនកិច្ចដើម្បីផ្លាស់ប្ដូរការសិក្សានៅសហរដ្ឋអាមេរិក K1 Visa គឺជាប្រភេទទឹកតកាគូដណ្ដឹងដែលអនុញ្ញាតឲ្យភាគីគូដណ្ដឹងដែលមិនមែនជាជនជាតិអាមេរិកទៅរៀបការដោយស្របច្បាប់នៅសហរដ្ឋអាមេរិកហើយទទួលបានស្នាក់នៅឬក៏គេហៅថា Green Card រយៈពេល2ឆ្នាំបន្ទាប់មកទៅស្នើសុំ Green Card រយៈពេល10ឆ្នាំដើម្បីរស់នៅទីនោះបន្តកាន់តែពិសេសនោះបើសិនជាអ្នករស់នៅពេញលេញក្នុងរយៈពេល5ឆ្នាំអ្នកអាចមានសិទ្ធិស្នើសុំចូលជាសញ្ជាតិអាមេរិកតែម្ដង CR1 Visa គឺជាប្រភេទទឹកតកាអាពាហ៍ពិពាហ៍សម្រាប់អ្នកដែលរៀបការក្រោម2ឆ្នាំហើយទទួលបាន Green Card 2ឆ្នាំដែលអាចមានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកហើយបន្ទាប់មកត្រូវស្នើសុំ Green Card រយៈពេល10ឆ្នាំដើម្បីរស់នៅបន្តនៅទីនោះបន្ទាប់ពីរស់នៅពេញលេញក្នុងរយៈពេល5ឆ្នាំអ្នកអាចមានសិទ្ធិស្នើសុំចូលសញ្ជាតិអាមេរិកតែម្ដង IR1 Visa គឺជាប្រភេទទឹកតកាអាពាហ៍ពិពាហ៍សម្រាប់អ្នកដែលបានរៀបការលើសពី2ឆ្នាំឡើងទៅហើយទទួលបាន Green Card រយៈពេល10ឆ្នាំតែម្ដងដើម្បីមានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកកាន់តែពិសេសនោះបើសិនជាអ្នករស់នៅបានរយៈពេល3ឆ្នាំពេញអ្នកអាចស្នើសុំចូលជាសញ្ជាតិអាមេរិកតែម្ដង